ជំនួបការសងសឹកបាទរវាងអាល្លឺម៉ង់ជាមួយនឹងបារាំងបាទយប់នេះនៅទឹកដីរបស់ Bayern Munich វិញម្ដងដោយការប្រកួតមុនឬក៏ជើងទី1នៅទឹកដីរបស់ប៉ារីសសម្រាប់ Bayern Munich អត់មានគ្រូបង្វឹកទៅដឹកនាំទេលោក Vincent ត្រូវទទួលបានការកំហុសក្នុងការប្រកួតមុនដូច្នេះมันអាចចូលរួមក្នុងការប្រកួតនៅជើងទី1ក៏ប៉ុន្តែលទ្ធផលចាញ់ប៉ារីសត្រឹមតែមួយគ្រាប់តែប៉ុណ្ណោះហើយសម្រាប់ជើងទី2នេះលេងនៅក្នុងទឹកដីរបស់អាល្លឺម៉ង់បាទ Bayern Munich ប៉ុន្តែមានគ្រូដឹកនាំគឺលោក Vincent បានត្រឡប់មកវិញហើយសម្រាប់រាត្រីនេះបងប្អូនជឿជាក់ប្រមាណភាគរយទៅលើ Bayern ឬក៏ Paris Saint-Germain ណាជួយ comment តិចមកថាគូនេះហើយយប់នេះអ្នកណាជាអ្នកទទួលជ័យជំនះកក់កៅអីទៅវគ្គផ្ដាច់ប្រវត្តិហើយសម្រាប់រាត្រីដែលកន្លងមក Arsenal ជាមួយនឹង AT នោះគឺ Arsenal កំភ្លើងធំដួលខ្លាឃ្មុំតកបាទ AT នោះរួចរាល់ហើយដូច្នេះ Arsenal មានកៅអីទៅវគ្គផ្ដាច់ប្រវត្តិហើយរងចាំតែគូនេះមួយគូទៀតថាតាអ្នកណាជាម្ចាស់កៅអីទៅវគ្គផ្ដាច់ប្រវត្តិព្រោះអី Bayern នៅចាញ់ Paris មួយគ្រាប់តែសម្រាប់យប់នេះដឹងថាធ្ងន់របស់ Bayern វិញហើយព្រោះឲ្យមានគ្រូដឹកនាំហើយ Bayern មានអ្នករបួសតិចបំផុតហើយកីឡាករសំខាន់គឺនៅពេញសាច់ទាំងអស់តែម្ដងសម្រាប់ Paris Saint-Germain វិញគឺកីឡាករសំខាន់គឺខ្សែការពារណាគឺមានការរបួសមួយរូបដែលជាកីឡាករដែលបិទអូលីសេមិនអាចឲ្យអូលីសេមានឱកាសបានសុទ្ធរបួសបាត់ហើយដូច្នេះគឺគ្មានគូប្រជែងជាមួយ Bayern ទេសម្រាប់យប់នេះខ្ញុំជឿជាក់ទៅលើ Bayern 100% តែម្ដងអាចនឹងមានចាប់ពី 2-0 ឡើងទៅបាទហើយគូនេះក៏ក្របបាល់បន្តិចដែរដោយសម្រាប់ការប្រកួតមុននោះទឹកដីប៉ារីស4-5បាទប៉ារីស5គ្រាប់ Bayern 4គ្រាប់យប់នេះប្រហែលជាមិនក្រោមពី4-1បាទឬក៏អាចទៅ5-2ដែរព្រោះ Bayern នឹងលុតទៅលើប៉ារីសវិញហើយសម្រាប់យប់នេះបាទអរគុណច្រើនចូលរួមតាមដានជាមួយខ្ញុំបាទទាំងអស់គ្នា